อย่างนี้ខ្ញុំចង់សួរថាមានលោកប៉ាណាខ្លះដែលគាត់មានកូនហើយឧស្សាហ៍មានជាបញ្ហាក្អករ៉ាំរ៉ៃជាប់ជាប្រចាំនៅពេលដែលគាត់ក្អកគឺគាត់ងាយនឹងវិវត្តទៅជារឿងហត់ទាំងហក់ពិបាកដកដង្ហើមនៅពេលដែលយកកូនទៅជួបជាមួយនឹងគ្រូពេទ្យច្រើនប្រាប់ថាកូនប៉ាម៉ាទាំងអស់គ្នាមានជំងឺលាកទងសួតហើយអ្វីដែលសំខាន់នៅពេលដែលឈឺក៏ឈឺលឿនប៉ុន្តែនៅពេលដែលរៀងធូរស្បើយមកវិញក៏លឿនដែរបានថាឧទាហរណ៍ថ្ងៃហ្នឹងគាត់ក្អកល្ងាចបន្តិចឬក៏ស្អែកបន្តិចហ្នឹងគឺគាត់ចាប់ផ្ដើមហត់ទាំងហក់ចេញមកហើយតែបើសិនជាគ្រូពេទ្យគាត់បានឲ្យថ្នាំស្ពុំមួយដូសឬក៏ពីរដូសឬក៏តែមួយថ្ងៃពីរថ្ងៃកូនយើងហាក់បីដូចជាត្រឡប់មកសុខភាពល្អធម្មតាវិញបើសិនជាមានករណីនឹងបានគឺកូនលោកប៉ានិងម៉ាក់ប្រហែលជាមានជំងឺមួយដែលគេហៅថាជំងឺហឺតតាមពិតទៅជំងឺហឺតនៅក្នុងកុមារវាជាជំងឺមួយដែលស្ពោឬក៏ខមមិនទូទៅទេប៉ុន្តែជាបទពិសោធន៍ជាក់ស្ដែងខ្ញុំឃើញថាលោកឪពុកម្ដាយភាគច្រើននៅពេលដែលគ្រូពេទ្យប្រាប់ថាកូនបងកើតជំងឺហឺតគាត់ហាក់បីដូចជាទទួលយកអត់បានអ្នកខ្លះគាត់ដូចរៀង ignore ឬក៏ធ្វើរៀងហើយហើយគាត់ច្រើនតែប្រើពាក្យថាកូនគាត់មានជំងឺលាកទងសួតទាំងតែតាមពិតទៅកូនគាត់ឥឡូវអាយុ7 8ឆ្នាំហើយសួរបកប្រវត្តិទៅគឺស្ពងថ្នាំរាប់សិបផ្លេចប៉ុន្តែគាត់នៅតែប្រើពាក្យថាកូនគាត់មានជំងឺលាកទងសួតខ្ញុំចង់ជម្រាបជូនថាជំងឺពីរនេះគឺជាជំងឺពីរផ្សេងគ្នាគ្រាន់តែថាវាមានចំណុចខ្លះវារៀង overlap គ្នាបន្តិចមែនប៉ុន្តែវាមិនមែនជាជំងឺតែមួយទេហើយគឺជាជំងឺរ៉ាំរ៉ៃមួយដែលវាប៉ះទៅលើទងសួតរបស់កុមារហើយស្ថានភាពនៅពេលអាថ័កនោះគឺទងសួតរបស់គាត់គឺកន្ត្រាក់ហើយវាមានការរលាកប្រភេទហ្នឹងគឺអាចបង្កឲ្យមានទៅជាបញ្ហាពីរគឺសាច់ដុំនៅនឹងទងសួតរបស់កុមារម្នាក់ហ្នឹងហើមហើយទី2 slash ដែលត្រូវបញ្ចេញនឹងតាមទងសួតជាប្រចាំហ្នឹងវាបញ្ចេញនៅក្នុងបរិមាណមួយដែលច្រើនលើសលប់បញ្ហាពីរនេះហើយដែលធ្វើឲ្យហ៊ុនតងសួតរបស់កុមារម្នាក់ហ្នឹងគឺគាត់ត្បៀតនៅពេលដែលតងសួតត្បៀតគឺកូននេះគាត់ស្ដែងចេញជាអាការៈក្អកឬក៏ពិបាកដកដង្ហើមចេញមកនៅក្នុងជំងឺហឺតនៅពេលដែលកូនយើងគាត់កំពុងតែធ្វើទុកបែបនេះគេប្រើពាក្យមួយគេហៅថាអាស្មាអថាពឹងលើភាពធ្ងន់ធ្ងរហើយនិងភាពញឹកញាប់របស់អាស្មាអថានឹងហើយដែលគេអាចបែងចែកជំងឺហឺតនឹងជាពីរប្រភេទងាយៗទី1គឺគេហៅថាហឺតជាប់លាប់ទី2គេហៅថាហឺតមិនជាប់លាប់ហឺតជាប់លាប់នឹងបានន័យថាជាក្មេងដែលគាត់ត្រូវការប្រើថ្នាំហឺតនឹងជាប់ជាប្រចាំដូចនៅក្នុងរឿងគេដាក់ថ្នាំនៅក្នុងកប៉ៅជាប់ជាប្រចាំហ្នឹងឬក៏គេឲ្យកូនលោកប៉ាណាម៉ានឹងបាញ់រាល់ថ្ងៃទោះបីជាកូនលោកប៉ាណាម៉ានឹងអត់មានរោគសញ្ញាក៏ដោយហឺតមិនជាប់លាប់គឺដូចករណីភាគច្រើនដែលយើងជួបនៅក្នុង clinic អញ្ចឹងគឺគាត់មកអញ្ចឹងស្ពងថ្នាំអញ្ចឹងមួយឆ្នាំឬក៏ពីរដងអញ្ចឹងហើយគាត់ច្រើនតែប្រាប់ថាកូនគាត់មានជំងឺលាកទងសួតហើយក៏ជាបាត់ទៅហឺតប្រភេទហ្នឹងហើយដែលគេហៅថាហឺតមិនជាប់លាប់អញ្ចឹងសួរថានៅពេលដែលកូនយើងមានអាស្មាអថាម្ដងធ្វើមិនសម្គាល់កូនលោកប៉ាណាម៉ានឹងមានចេញជារោគសញ្ញាក្អកហើយការក្អកហ្នឹងគឺមានលក្ខណៈខុសប្លែកគឺគាត់ក្អករៀងខ្លាំងហើយក្អកជាប់គ្នាក្អកច្រើននៅពេលហត់លេងច្រើនក្អកនៅពេលអាសៀលហើយនឹងក្អកនៅពេលព្រឹកនៅពេលដែលគាត់ក្អកកូនរៀងធំហ្នឹងគាត់អាចនឹងប្រាប់ថាម៉ាក់ខ្ញុំមានអារម្មណ៍ថារៀងណែនទ្រូងឬក៏រៀងឈឺទ្រូងតែបើសិនជាកូនរៀងទូចយើងអាចឃើញចង្វាក់ដង្ហើមរបស់គាត់ហ្នឹងរៀងដកញាប់ខុសពីធម្មតាឬក៏សាច់ដុំនៅនឹងស្ទះទ្រូងរបស់គាត់ហ្នឹងក៏ផត់តែករណីខ្លះទៀតគឺយើងអាចឮអាសលេងត្បៀតរបស់ទងសួតរបស់គាត់ហ្នឹងចេញមកខាងក្រៅហ្មងគេហៅថាវីស៊ីងសោតបកមករឿងថាហេតុអីបានកូនខ្ញុំកើតហឺតគឺថាមកទល់សប្តាហ៍នេះហឺតគឺអត់ដឹងពីមូលហេតុបង្កទេប៉ុន្តែគេសង្កេតឃើញថាវាអាចមានទំនាក់ទំនងជាមួយនឹងកត្តាគ្រួសារបានន័យថាអាចខាងម៉ាក់ឬក៏ខាងប៉ាមាននរណាម្នាក់ដែលគាត់មានជាជំងឺហឺតជំងឺលាក់ស៊ីច្រមុះឬក៏ជំងឺលាក់ស៊ីស្បែកដូចជាជំងឺក្អកអញ្ចឹងទៅអញ្ចឹងក្នុងគ្រួសារហ្នឹងកូនគាត់គឺអាចប្រឈមមុខឬក៏ហានិភ័យកើតទៅជាជំងឺហឺតទៅថ្ងៃមុខហ្នឹងខ្ពស់ជាងកុមារដែលគាត់មានគ្រួសារធម្មតាតែដែលឡែកនៅពេលដែលកូនយើងគាត់មានអាស្មាអាថាក់ហ្នឹងគឺភាគច្រើនមិនមែនសុកគាត់ចេញជាអាថាក់ហ្នឹងចេញមកហើយគឺគាត់ញោចដោយកត្តាមួយដែលគេហៅថា trigger ហ្នឹងគឺអាចមានច្រើនមានភាគច្រើនគឺការឆ្លងមេរោគដូចជាពពួក virus មេរោគផ្ដាសាយកូនគេឆ្លងផ្ដាសាយក្អកផ្ដាសាយធម្មតាកូនឯងចាប់ដើមក្អកអីគឺចេញហត់មកហ្មងទី2គឺកត្តា allergen កត្តា allergy អញ្ចឹងមកនៅក្នុងករណីដែលហឺតជាប់លាប់ឬក៏ហឺតរ៉ាំរ៉ៃភាគច្រើនគឺគ្រូពេទ្យគាត់ច្រើនតែស្នើឲ្យប៉ាម៉ាក់ទាំងអស់គ្នាហ្នឹងធ្វើតែ allergy ឲ្យកូនដែលនៅខាងក្នុងហ្នឹងភាគច្រើនយើងឃើញមានដូចជាពពួកហៅដាស្មៃពពួកលំអងប៉ូឡែនឬក៏កត្តាចំណីអាហារមួយចំនួនរឿងទី3គឺអាចជាកត្តា physics បានថាហត់លេងច្រើនហត់លេងសុកចាប់ដើមហត់យកឬក៏អាកាសធាតុត្រជាក់ក៏អាចញោចមានអាស្មាអថាក់នឹងកើតឡើងដែរ